បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំបាទគ្រូអសុតបរានជ័យទឹកសំចៃចម្លែករុក្ខជាតិមួយទៀតហើយបងប្អូនណារុក្ខជាតិនេះផងដែរឈ្មោះតាកញ្ចុំអាចមន់បងប្អូនហើយឈ្មោះមួយទៀតគេហៅថាក្លិនផ្កាត្របែកទុំបងប្អូនហើយពាក់ព័ន្ធនឹងជំងឺកបនៃជំងឺជាច្រើនមុខដូចជាក្អកធ្លាក់ឈាមប៉ះទង្គិចគ្រុនផ្ដាសាយជាដើមបងប្អូនណាហើយដើម្បីកុំឲ្យខាតពេលវេលាយូរសូមបងប្អូនទៅទស្សនាវីដេអូរបស់ខ្ញុំបាទដូចតទៅសូមអញ្ជើញបងប្អូនបាទបងប្អូនថ្ងៃនេះខ្ញុំបាទគ្រូអសុតបរានជ័យទឹកសូមចែករំលែករុក្ខជាតិមួយទៀតហើយបងប្អូនណារុក្ខជាតិនេះពាក់ព័ន្ធនឹងអសុតបរានខ្មែរយើងអាកបជាជំងឺច្រើនមុខណាបងប្អូនហើយលោកគ្រូលើកមក2 3 4មុខដើម្បីចែកជូនបងប្អូនយកទៅប្រើនៅរោគគាវិជាធិបងប្អូនពាក់ព័ន្ធនឹងអសុតបរាននេះបងប្អូនមើលខ្ញុំចាប់បការុក្ខជាតិនេះឲ្យមើលហើយរុក្ខជាតិនេះឈ្មោះច្រើនណាបងប្អូនអ្នកខ្លះគេថាបកាអាចមន់នៅតាមខេត្តខ្លះណាខ្លះគេថាបកាកងខ្លះគេថាបកាចិញ្ចៀនវាច្រើនឈ្មោះប៉ុន្តែយើងយកតាមផ្លូវការទៅនៅក្រសួងសុខាភិបាលដែលជាសភៅឱសថបុរាណក្នុងវេជ្ជសាស្ត្របុរាណខ្មែរគេថាបកាកញ្ចុំអាចមន់បងប្អូនឬផ្កាក្លិនត្របែកទុំបងប្អូនយើងយកតាមនឹងទៅល្អជាងព្រោះជាផ្លូវការនៅក្នុងសិភៅបងប្អូនការកញ្ចុំអាចមន់ការកញ្ចុំអាចមន់នេះផងដែរបងប្អូនហើយយើងយកទៅប្រើកបនឹងជំងឺផ្ដាសាយហើយបងប្អូនមានការផ្ដាសាយហើយនឹងរលាយដុំពកបងប្អូនណាផ្ដាសាយរលាយដុំពកក៏ត្រូវដែររបេងកូនកណ្ដុរក៏ត្រូវដែរបងប្អូនហើយបើបងប្អូនយកទៅប្រើបងប្អូនហាលឲ្យស្ងួតឬហ្នឹងបងប្អូនយើងយកទៅប្រើជាផ្លូវការគឺពី6ក្រាមទៅ10ក្រាមបងប្អូនណាយកទៅប្រើប្រាស់ដើម្បីវិសាទទួលទានទៅវាកបនឹងជំងឺផ្ដាសាយរលាកដុំពកហេមរិចនឹងហើយបងប្អូនណាហើយរបេងកូនកណ្ដៅក៏ត្រូវដែរបងប្អូនហើយយកទៅប្រើប្រាស់ទៅដូចជាបានឆាប់ជាណាបងប្អូនរុក្ខជាតិនេះហើយរុក្ខជាតិនេះវាឈ្មោះរៀងអាក្រក់បន្តិចឈ្មោះខ្លះអាចមន់ចឹងម្ដងអ្នកខ្លះគេថាចឹងបងប្អូនណាឧទាហរណ៍ថាបើឈឺសន្លាក់ដៃបងប្អូនសន្លាក់ជើងរបួសប៉ះទង្គិចអីចឹងណាបងប្អូនឈឺព្រឹកឡើងទៅឈឺតាមដៃតាមជើងតាមកដៃតាមកែងដៃកែងជើងទៅវាមានន័យថាយើងឈឺសន្លាក់ឆ្អឹងឈឺក្បាលជង្គង់អីចឹងណាបងប្អូនយកទៅប្រើទៅហើយដាក់ពី6ក្រាមទៅ10ក្រាមដូចគ្នាដាំទឹកពិសាទទួលទានទៅវាធ្វើឲ្យព្យាបាលនៃអាការៈរោគឈឺសន្លាក់ដៃឈឺជើងឈឺដៃឈឺក្បាលជង្គង់នឹងហើយបងប្អូនណាចំណែកប៉ះទង្គិចរបួសត្អកបងប្អូនដាំទឹកដែរយកទៅពិសាទទួលទានបងប្អូនយកស្លឹកបងប្អូនយកស្លឹកការកញ្ចុំអាចមន់ហ្នឹងយកទៅប្រើនឹងបើសិនជាប៉ះទង្គិចរបួសត្អកចង់និយាយចឹងខ្ញុំបញ្ជាក់ដាំទឹកពី6ទៅ10ក្រាមដូចគ្នាហ្នឹងបងប្អូនយកទៅពិសាទទួលទានហើយពិសារាល់មួយឆ្នាំ2ឆ្នាំទៅបាត់ហើយរុក្ខជាតិហ្នឹងប៉ាកែណាបងប្អូនរុក្ខជាតិនេះឲ្យតែយើងចេះដាក់ចេះលៃចេះលោករុក្ខជាតិទាំងអស់វាពាក់ព័ន្ធនឹងអសុតបរានខ្មែរយើងចេះដាក់ចេះលៃចេះលោកចឹងទៅវាធ្វើឲ្យយើងឆាប់ជាពីជំងឺអាការៈរោគរបស់បងប្អូនហើយចឹងណាបងប្អូនហើយមួយទៀតដូចខ្ញុំកាន់បកាហ្នឹងបងប្អូនណាបងប្អូនយកបកាហ្នឹងណាយកបកាហ្នឹងពី6ក្រាមទៅ10ក្រាមដូចគ្នាចឹងបងប្អូនដាំស្ងួតហើយយកទៅស្ងួតណាហាលឲ្យស្ងួតហាលក្នុងម្លប់បងប្អូនបកាហ្នឹងណាយកទៅពិសាទទួលទានកុំហាលថ្ងៃក្តៅប្រភេទបកាប្រភេទស្លឹកប្រភេទតិនជាតិបងប្អូនត្រូវហាលក្នុងម្លប់បងប្អូនហាលក្នុងម្លប់លហើយចឹងទៅវាមួយថ្ងៃ2ថ្ងៃវាស្ងួតបងប្អូនយកទៅប្រើដើម្បីព្យាបាលជំងឺអាហ្នឹងបកាហ្នឹងត្រូវជាក្អកធ្លាក់ឈាមរបេងបងប្អូនណារបេងក៏ត្រូវដែររបេងសួតក្អកធ្លាក់ឈាមនឹងក៏ត្រូវដែរហើយរបេងយើងក៏ត្រូវដែរបើណាបងប្អូនដូចខ្ញុំនិយាយចឹងដាក់ឲ្យមានក្បួនខ្នាតក្រំកុំដាក់ច្រើនលើសគឺរុក្ខជាតិនេះធ្វើឲ្យក្អួតហើយល្អើលីលើធ្វើឲ្យយើងក្អួតបានកាលណាយើងដាក់ច្រើនអញ្ចឹងណាបងប្អូនយកទៅពិសាទទួលទានទៅនឹងក៏ប្រសើរពីជំងឺនេះហើយបងប្អូនណាមួយទៀតបងប្អូនបើសិនជាបងប្អូនរបួសហូរឈាមបងប្អូនយកស្លឹកស្រស់
កញ្ចុំអាចមន់ហ្នឹងបងប្អូនយកទៅបុកឲ្យម៉ត់បិទពីលើលបួសហ្នឹងបងប្អូនវាធ្វើឲ្យបាត់ហូរឈាមហើយលបួសស្នាមបងប្អូនណាប៉ះទង្គិចហើមជួមអីហ្នឹងបងប្អូនបើសិនតែជួមហើមអីបងប្អូនយកទៅបិទពីលើទៅបុកឲ្យល្អិតបងប្អូនបុកឲ្យល្អិតយកទៅពីបំពងពីលើចង់និយាយចឹងណាហើយហ្នឹងក៏ប្រសើរមានន័យថាឆាប់ជាសះស្បើយហើយនៅពេលដាច់វាខាត់ឈាមវាបាត់ឈាមហើយបើឲ្យលោកគ្រូសាតែក្រោយបន្តិចបងប្អូនមិនបាញ់លោកគ្រូផ្លេចប្រាមបើសិនជាបងប្អូនយករឹសវាតែរឹសដូចខ្ញុំនិយាយខាងលើហ្នឹងបងប្អូនណាយករឹសទៅប្រើពី6ក្រាមទៅ10ក្រាមដូចគ្នាចឹងបងប្អូនគ្រុនក្តៅផ្ដាសាយមានន័យថាផ្ដាសាយហូរសម្បោអាក្លែកអាក្លាក់ចឹងណាបងប្អូនយកទៅភាសាទទួលទានតែកុំភ្លេចបងប្អូនងូតទឹកក្តៅហ្នឹងមួយថ្ងៃ3ដងផងឆាប់ជាណាឆាប់ស្រាក់ស្រានណាពេលដែលយើងក្តៅខ្លាំងររុនខ្លាំងពេលផ្ដាសាយខ្លាំងចឹងណាតឹងមកពេលពិបាកដេកក្អឹសរដង្ហើមមិនបានចឹងបងប្អូនតែងូតទឹកក្តៅទៅឆាប់ធូរខ្លួនស្រាលខ្លួនតែម្ដងឆាប់ស្រឡះខ្លួនបងប្អូនយើងងូតទឹកក្តៅមួយថ្ងៃ3ដងទៅ3ថ្ងៃបាត់ហើយបងប្អូនហើយបើសិនជាបងប្អូនមើលថាឃើញថាមានប្រយោជន៍សម្រាប់សុខភាពថ្ងៃណាមួយយើងទៅប្រាប់បងប្អូនឬក៏ប៉ះនៅជំងឺនៅផ្សេងបងប្អូនយកទៅប្រើទៅហើយលោកគ្រូមិនមែនចង់ឲ្យបងប្អូនឈឺទេចង់ឲ្យបងប្អូនជាគ្រប់ការដកដង្ហើមរបស់លោកគ្រូមានលោកគ្រូចែកជាធម៌ទានឲ្យអស់បេះដូងនេះដើម្បីស្គួរកន្លែងលោកបងប្អូននៅឆ្ងាយពីមន្ទីរពេទ្យឬក៏នៅជនបទដាច់ស្រយាលយប់ប្រលប់ដែលក្តៅល្ងាគ្រុនផ្ដាសាយដែលធ្វើឲ្យយើងចុកចាប់នៅអង្គប្រាណយើងយកអានឹងទៅប្រើទៅវាជំនួសហើយមានប្រយោជន៍ទៅដល់ថវិកាយើងបងប្អូនមានន័យថាវាមិនខាតថវិកាក្នុងគ្រួសារយើងទេបងប្អូនណាហើយបើបងប្អូនមើលឃើញថាមានប្រយោជន៍សម្រាប់ឱសថដើម្បីយកទៅប្រើប្រាស់ដើម្បីសុខភាពទៅជាបាលសុខភាពបងប្អូនមេត្តាចុច like ចុច share ចុច subscribe ឲ្យលោកគ្រូបានម្នាក់មួយបងប្អូនឲ្យលោកគ្រូមានកម្លាំងទឹកចិត្តផ្ដិតរូបភាពថ្នាំណាដែលបកែដើររកតាមជើងភ្នំក្រំថ្មវាលស្រែដើម្បីយកមកប្រាប់និងចែកជូនបងប្អូនបំរើសុខភាពបងប្អូនឲ្យបងប្អូនមានសុខភាពល្អកាលណាមានសុខភាពល្អហើយយើងមានសុភមង្គលហើយដោយសុភាសិតគេថាសុខភាពជាសម្បត្តិមហាសាលហើយតែមានសុខភាពហើយមានសម្បត្តិមហាសាលនៅក្នុងខ្លួននោះវាមិនរិចនេះមិនរិលនៅថវិកានៅបច្ច័យរបស់យើងបងប្អូនណាហើយនៅជាចុងក្រោយនេះខ្ញុំបាទគ្រូឱសថបុរាណជ័យទឹកសូមបួងសួងនៅវត្ថុទាំងឡាយក្នុងលោកដែលប្រកែស័ក្តិសិទ្ធិមានព្រះអរិយបុគ្គលជាដើមសូមឲ្យព្រះអរិយបុគ្គលទាំងនោះតាមថែរក្សាបងប្អូននិងក្រុមគ្រួសារបងប្អូនឲ្យមានសុភមង្គលពេញរៀងខ្លួនហើយម្យ៉ាងទៀតសូមឲ្យពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លេតឡាយគណៈពេលនេះខ្ញុំបាទគ្រូបុរាណសូមគោរពសូមជម្រាបលា